សួស្តីម្ដងទៀតនេះគឺដើមរំមួយដ៏ខ្ពស់ដឹងទេពេលដែលយើងដាំដើមរំជាការល្អគឺយើងដាំនៅក្បែរផ្ទះព្រោះម្រុំយើងអាចបេះធ្វើម្ហូបបានរាល់ថ្ងៃប្រពៃណីបាលីនេះគឺថាបើយើងមានដើមម្រុំនៅក្នុងសួនដំណាំគឺវាអត់មានវិញ្ញាណអាក្រក់មកចូលក្នុងផ្ទះយើងទេនេះគឺជាប្រពៃណីមួយទៅហើយហេតុផលនៅពីក្រោយនេះគឺថាតាមរយៈការសង្កេតនៅក្នុងភូមិពេលណាដែលអ្នកភូមិគាត់ដាំដើមម្រុំនៅក្នុងផ្ទះរបស់ពួកគាត់កូនរបស់ពួកគេគឺថាក្នុងគ្រួសាររបស់ពួកគេគឺកម្រមានអ្នកឈឺណាស់អញ្ចឹងជាការសន្និដ្ឋានគឺថាបើយើងមានដើមម្រុំនៅក្បែរផ្ទះវាដូចជាការពារពីវិញ្ញាណអាក្រក់ផ្សេងៗអញ្ចឹងដែរព្រោះថាពីមុនមកយើងមិនបានដឹងអំពីបាក់តេរីមេរោគឬក៏ជំងឺអញ្ចឹងហើយនៅពេលដែលមាននរណាម្នាក់ឈឺគឺគេតែងតែបន្ទោសដល់វិញ្ញាណអាក្រក់តែបើយើងមានដើមម្រុំតាមប្រពៃណីយើងតែងធ្វើប្រេងដូងហើយចេញពីប្រេងដូងនេះគឺយើងអាចពូតយកខ្ទិះដូងហើយខ្ទិះដូងប្រៀបដូចជាបងប្អូនជាមួយនឹងម្រុំអញ្ចឹងគេបានបន្ថែមចូលក្នុងខ្ទិះដូងបន្ទាប់មកគេដាក់វាលើស្លឹកចេកទៅចំហុយហើយជាផ្នែកមួយរបស់បាលីនីសប៉ុន្តែម្រុំពីព្រោះថាគ្រួសារជាច្រើននិយមញ៉ាំម្រុំអញ្ចឹងគេមានកម្លាំងរឹងមាំមានភាពស៊ាំហើយដែលសារធាតុល្អទាំងអស់នៅក្នុងម្រុំនេះបានចូលទៅក្នុងខ្លួនរបស់យើងអញ្ចឹងហើយវាធ្វើឲ្យគ្រួសារទាំងមូលមានភាពមាំមួនអញ្ចឹងហើយទើបគេថាជាសមាសធាតុផ្សំដ៏សំខាន់ក្នុងប្រពៃណីបាលីនីសអញ្ចឹងហើយបានគេថាមិនមានម្រុំគឺមិនមានវិញ្ញាណអាក្រក់អីមកបៀតបៀនប៉ុន្តែជាហេតុផលនោះគឺថាកាលណាយើងបរិភោគម្រុំជាប្រចាំធ្វើឲ្យយើងមិនងាយនឹងឈឺឧទាហរណ៍បើខ្ញុំកាច់មួយម៉ែកតូចមកនេះប្រៀបបាននឹងក្រូចពោធិ៍សាត់7ដែលសម្បូរដោយវីតាមីន C ស្មើនឹងការ៉ុត4ផ្លែដែលសម្បូរដោយវីតាមីន A ក៏ស្មើនឹងទឹកដោះគោ3កែវដែលសម្បូរដោយជាតិកាល់ស្យូមស្មើនឹងយ៉ាអ៊ូ3កែវដែលសម្បូរដោយប្រូតេអ៊ីនហើយវាស្មើនឹងស្ពៃតឿ1គីឡូដែលសម្បូរដោយជាតិដែកអញ្ចឹងគឺល្អសម្រាប់យើងខ្លាំងណាស់វាមានទាំងវីតាមីន C វីតាមីន B វីតាមីន A គឺមានគ្រប់នៅក្នុងម្រុំនេះជាពិសេសគឺសំខាន់សម្រាប់ស្ត្រីដែលមានផ្ទៃពោះសម្រាប់កុមារតូចកូនក្មេងនិងទារកហើយទារកអាចមានសុខភាពរឹងមាំធន់នឹងជំងឺផ្សេងអញ្ចឹងហើយគឺនៅទ្វីបអាហ្វ្រិកដើមម្រុំនេះបានជួយសង្គ្រោះជីវិតច្រើនរាប់លានអ្នកព្រោះថាបើយើងគ្រាន់តែឲ្យកុមារតូច2សន្លឹកជារៀងរាល់ថ្ងៃក្នុងរយៈពេល3ខែវានឹងអាចដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភគឺពិតជាដើមឈើវេទមន្តមួយមែនបន្ថែមពីនេះទៀតក៏យើងអាចប្រើវាជាជីនិងគ្រប់គ្រងកត្តាសត្វល្អិតចង្រៃដែរបើយើងយកម្រុំ1គីឡូហើយលាយនឹងទឹក3លីត្រយើងលាយឲ្យសព្វចូលគ្នាហើយក្នុងទឹកលាយ1លីត្រក៏លាយជាមួយទឹក36លីត្រទៀតយើងអាចយកទៅបាញ់បំពន់ពោតស្រូវឬក៏ដំណាំផ្សេងជួយបណ្ដេញសត្វល្អិតពីព្រោះវាមានវីតាមីន C ច្រើនហើយវាមានរសជាតិល្វីងអញ្ចឹងសត្វល្អិតមិនចូលចិត្តវាទេហើយស្លឹកវាក៏សម្បូរជាតិនីត្រូសែនផងដែរជំនួយដល់ដំណាំរបស់លោកអ្នកអូខេ